ដែលបានការជួយដល់គណៈធិបតីនៅលើផ្សេងទីនេះតែថ្ងៃនេះក្នុងនាមរដ្ឋបាលគុំប្រតិភិនក៏ដូចជាក្នុងនាមជួនផ្ទាល់មានសេចក្តីសោមនស្សពីនាយករដ្ឋមន្ត្រីលើដែលបានចូលរួមជាអធិបតីក្នុងកម្មវិធីនេះបាទកម្មវិធីនេះគឺជាកម្មវិធីមួយដែលយើងទើបតែបានគ្រប់ធ្វើឡើងនៅឆ្នាំនេះបាទចឹងទៀតគឺថាខ្ញុំបានសូមធ្វើការគោរពលោកគង់ធឿនអនុប្រធានគង់ធឿនដែលជានាយកសាលារដ្ឋាភិបាលរបស់យើងទីនេះសូមគោរពលោកពុទ្ធវិធីនាយកសាលាបឋមសិក្សាតាពាំងវិញជាប្រធានកម្រងរបស់គុំតែកំពៀនជាទីគោរពសូមគោរពលោកវិធីនាយកសាលាបឋមសិក្សាពលិកលបតជាទីគោរពសូមគោរពលោកព្រះសង្ឃត្រីកុសុមពិសីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគុំតែកំពៀនសូមគោរពលោកអនុប្រធានភូមិព្រៃខ្លានិងអលោកលោកស្រីដែលជាមេដាបៃតាសិក្សានិស្សិតទាំងអស់ដែលបានចូលរួមនៅទីនេះហើយសួស្តីបងប្អូនទាំងអស់គ្នាដែលមានចំនួន215នាក់ដែលមានវត្តមាននៅទីនេះសូមអរគុណមួយណាអំបីពេលនេះខ្ញុំបានស្ដាប់នៅរបាយការណ៍ដ៏មានសារៈសំខាន់របស់លោកបណ្ឌិតអនុបណ្ឌិតគង់ធឿនដែលជានាយកសាលាអន្តរជាតិវិទ្យារបស់យើងអំបីពេលនេះខ្ញុំពិតជារីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីនេះហើយបានផ្សារភ្ជាប់នៅកម្មវិធីយើងគិតថាអំបីពេលនេះគឺលោកនាយកអនុបណ្ឌិតនាយកសាលាលោកបានរៀបចំបានធ្វើរបាយការណ៍ខ្ញុំគិតថាសាលានេះប្រហែលជាកើត2-3ឆ្នាំហើយប៉ុន្តែបើខ្ញុំគិតទៅតាមការអនុញ្ញាតរបស់ក្រសួងរបស់អតីតយុវជនកីឡាស្រុកខែ4 2024ដល់ពេលនេះគឺតែបាន17ខែបាទ17ខែខ្ញុំគិតថាជាសាលានេះ3-4ឆ្នាំទៅមកអត់ជាឃើញយូរប៉ុន្តែតែគិតឃើញការអនុញ្ញាតពីក្រសួងអរិយការនេះរបស់ក្រសួងមកដល់ពេលនេះបើគឺតែ17ខែទេយើងគិតពីខែ4 2024ដល់មកដល់ខែ7ការរយៈពេល17ខែអូអរគុណបាទចាំមិនខុសអីទេដែលខ្ញុំគិតថាសាលានេះអាចយូរបាទតែយើងបានដំណើរការមុនហើយការអនុញ្ញាតច្បាប់ក្រោយបាទអរគុណណាស់ពាក់ព័ន្ធនឹងក្នុងថ្ងៃនេះខ្ញុំមិនមានអ្វីវែងឆ្ងាយទេបញ្ហាទី1ខ្ញុំគិតថាការអនុញ្ញាតរបស់ក្រសួងរបស់រដ្ឋាភិបាលក្នុងការផ្ដល់អនុញ្ញាតវិស័យឯកជនចូលរួមក្នុងការអនុវត្តធនធានមនុស្សនេះជាកត្តាសំខាន់ណាស់ហើយថ្ងៃនេះខ្ញុំគិតឃើញថាសិស្សមានចំនួន215នាក់ដែលបានចូលសិក្សានៅទីនេះបាទសិក្សានៅទីនេះហើយសកម្មភាពការងារយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលលោកនាយកសាលាគាត់ទីរបស់យើងនេះលោកបានមានផែនការសកម្មភាពអនុវត្តនៅបញ្ចកោណរបស់រដ្ឋាភិបាលក្នុងដំណាក់កាលនៃការអភិវឌ្ឍការងារវិស័យអប់រំនេះវិស័យអប់រំគឺជាវិស័យអាទិភាពចម្បងរបស់រដ្ឋាភិបាលសប្តាហ៍ដែលកំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យអប់រំយុវជនកីឡានេះជាក់ស្ដែងបញ្ហាក្នុងការអភិវឌ្ឍសាលាវត្តអន្តរជាតិកម្ពុជាវត្តរបស់យើងនេះគឺថាលោកបានមានចក្ខុវិស័យការបណ្ដុះបណ្ដាលផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលរបស់ក្រសួងបានចប់សពគ្រប់ហើយប៉ុន្តែដើម្បីឆ្លើយតបឲ្យបាននៅផែនការយុទ្ធសាស្ត្រនិងវគ្គបណ្ដុះបណ្ដាលរបស់សាលាយើងទទួលបានជោគជ័យបញ្ហាទី1គឺសំដៅទៅលើបងប្អូនមានបងប្អូនសិស្សនិស្សិតទាំងអស់នេះដើម្បីឆ្លើយតបទៅនឹងក្រសួងដើម្បីឆ្លើយតបនឹងផែនការសកម្មភាពរបស់សាលាដើមចេញពីក្មួយដើមចេញអីដើមចេញទី1ដើមចេញការយកចិត្តទុកដាក់ខិតខំក្រេកជញ្ជក់យកចំណេះវិជ្ជាដែលលោកគ្រូអ្នកគ្រូខិតខំបង្ហាត់បង្រៀនដល់មួយបងប្អូនទាំងអស់បើមានតែចក្ខុវិស័យផែនការសកម្មភាពរបស់នាយកសាលារបស់សាលាប៉ុន្តែបងប្អូនអត់បានខិតខំប្រឹងប្រែងរៀនសូត្រទេបានន័យថាមិនអាចឆ្លើយតបបានទេ អ
นเราดังทางមានតែបងប្អូននឹងទេដែលជាទំពាំងស្នងវិស័យសម្រាប់ជួយខ្លួនឯងសម្រាប់ជួយសង្គមជាតិនិងសម្រាប់ជួយគ្រួសារជួយគ្រួសារអីជួយគ្រួសារលុះត្រាតែបងប្អូនជួយខ្លួនឯងបានជួយគ្រួសារមានបានបាទជួយបានដោយសារអីជួយបានលុះត្រាតែមួយខិតខំរៀនសូត្រមួយយកចិត្តទុកដាក់ស្ដាប់លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀនបាទព្រោះជាថ្នាលបណ្ដុះធនធានមនុស្សបាទជាថ្នាលបណ្ដុះធនធានមនុស្សបាទចឹងហើយគឺជាសំណុំពររបស់ពូសូមឲ្យមួយទាំងអស់នៅក្នុងសាលានេះក៏ដូចជាសាលាដទៃកាត់ខំទឹកដាក់ហើយក៏មិនមែនតែការចេញតែមួយនេះដែរដើមចេញពីមេដាបេដាសិស្សចូលរួមទាំងអស់គ្នាបាទកុំគិតថាសាលាឯកជនមានកម្រិតមួយមិនដល់សាលាខាងរដ្ឋកុំគិតថាសាលារដ្ឋមិនបានដល់ការសាលាឯកជនបាននៅសាលាទាំងពីរនេះគឺជាថ្នាលបណ្ដុះគំនិតគឺជាធនធានទាំងអស់គ្នាបាទនេះគឺការផ្ដោតចេញពីយើងគឺការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលរីឯរដ្ឋបាលឃុំក៏បានកើតមតិសហគមន៍ទៅតាមឃុំទៀតបាទខុសពីទីនេះនៅឃុំក្នុងនាមរដ្ឋបាលឃុំមានសាលាចំនួន8ថ្នាក់ស្មើនឹង8ភូមិសម្រាប់បណ្ដុះបណ្ដាលក្មួយទូចនៅតាមភូមិទៀតតាមភូមិទៀតរហូតមកដល់ទីនេះគឺជាថ្នាក់ទី1ដំបូងបងត្រូវដឹងថាសំខាន់ណាស់បងយើងដែលជាប់សញ្ញាបត្របរិញ្ញាសញ្ញាបត្រអីធំគឺផ្ដើមចេះពីហ្នឹងចេះពីសអដល់សាអដល់សអបាទចេះពីកដល់អបាទចេះពីលេខ1ដល់លេខ10រហូតដល់លេខច្រើនផ្ដើមចេះពីហ្នឹងមិនមែនមានសញ្ញាបត្របាក់ឌុបសញ្ញាបត្របរិញ្ញាផ្សេងដូចសញ្ញាបត្រលោកយុវអនុប្រឌិតការមករៀនពីអមកកទេគឺដើមចេញពី1 2 3រហូតដល់ដើមចេញពីកខដល់សខដល់ណាបាទចឹងបងកុំគិតថាហេបងរៀនអត់ទៅសំខាន់ទេតើបានអនុវិទ្យាល័យក៏បានថ្នាក់ខ្ពស់បានមានតម្លៃគឺអត់ទេគឺដើមចេញពីហ្នឹងបាទដើមចេញពីហ្នឹងឱកាសបងបានរៀនទីនេះបងមានសំណាងដោយបងបានកើតនៅប្រទេសជាតិដែលមានសំណាក់តេជោគុណសែនដែលជាមេដាសន្តិភាពបាទហើយក៏ពូសូមជម្រាបជូនក្មួយដែរចំណងពូរៀន40ឆ្នាំមុនពូរៀនពូដើរពូរៀនអត់មានលុយទេពូរៀនអត់មានដៃសសរសេរទេអត់មានបិទសរសេរទេពូរៀនយកដុំអាចលេងលោកមិនស្គាល់ដុំអាចលេងទេលោកអាចលេងទេស្គាល់ទេអាចលេងដែលជួនៅក្នុងវាលស្រែមួយស្គាល់តែអត់បាច់ហ្នឹងពូយកអាចលេងធ្វើជាដៃសសរសេរបាទនៅសាលាព្រៃខ្លានេះនៅសាលាបលីពលបុតនេះបាទឆ្នាំ8ជាងគឺយកដីសពូនធ្វើចំនួនឆ្នាំ73ដែលសាឡងនេះតម្រាក់ប្របែកទៅវាវិញនោះវាមានរណ្ដៅដែលធ្លាក់ទៅក៏មកក្រុមពីដីស្អិតមានដីទេពណ៌សពូនធ្វើជាដីសសម្រាប់សរសេរឯក្រាសរសេរដឹងមិនទេដើរឬក្តារកាត់ធ្វើសរសេរគឺក្តារសរសេរយកធាងយកអត់ពីថ្នោតធំកាត់គឺក្តារសរសេរមិនមែនដូចបងចំណងនេះទេ